Teamwork makes the dream work. สถาบันដែលល្អអាចារ្យឬក៏ស្ថាប័នដែលត្រឹមតែល្អធម្មតាតើវាមានភាពខុសគ្នាត្រង់ណាខ្លះហើយស្ថាប័ននេះមិនតាស្ថាប័នធំក៏ទេឬក៏ក្រុមការងារតូចក៏ទេឬក៏កិច្ចការងារឬក៏កម្រងដែលរបស់បងប្អូនឬក៏ខ្ញុំក៏ទេកំពុងតែកាន់ក៏ទេតើមានភាពខុសគ្នាត្រង់ណាខ្លះរវាងស្ថាប័នដែលវាល្អធម្មតាហើយល្អអស្ចារ្យតើយើងស្វែងយល់ជាមួយគ្នាថ្ងៃនេះតាមពិតសម្រាប់ខ្ញុំនៅទីនេះខ្ញុំអត់ហ៊ានបញ្ចេញទ្រឹស្ដីណាមួយទេពីព្រោះខ្ញុំនៅមានអាយុជីវិតរបស់ខ្ញុំនៅខាងមុខខ្ញុំទៅរៀនសូត្រច្រើនទៀតដែរហើយខ្ញុំក៏មិនមែនអះអាងតាជាអ្នកដែលចេះជាងគេទៅលើការទាំងអស់ហ្នឹងទេក៏ប៉ុន្តែទាំងខ្ញុំទាំងលោកអ្នកបងប្អូនខ្ញុំជឿថាយើងជឿលើលទ្ធផលនៃការសិក្សាស្វែងយល់វិញយើងសិក្សាស្វែងយល់តែម្ដងបានយ៉ាងហោចណាស់យើងក៏អាចរកឃើញកត្តាឬក៏ភាពខុសគ្នាដែលនាំឲ្យស្ថាប័នធម្មតាល្អធម្មតាคล้ายទៅជាស្ថាប័នក្រុមការងារកម្រងដែលคล้ายទៅជាអ្វីដែលល្អអស្ចារ្យដូច្នេះសម្រាប់លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះមិនមែនជាលទ្ធផលនៃការស្រាវជ្រាវរបស់ខាងខ្ញុំឬក៏អីទេប៉ុន្តែលោក Jim Collins ជាអ្នកស្រាវជ្រាវម្នាក់ដែលគាត់បាននិពន្ធសៀវភៅមួយហៅថា From Good to Great What's the difference នេះហើយជាអ្វីដែលយើងចង់បបួលនៅបងប្អូនយើងស្វែងយល់ជាមួយគ្នាហើយតាមពិតវាអត់មានអីស្មុគស្មាញពេកទេកត្តាតែ4ទេតោះយើងស្វែងយល់អំពីកត្តាទាំង4នេះតែម្ដងកត្តាទី1គឺពាក់ព័ន្ធជាមួយលោកអ្នកបងប្អូនហើយនឹងខ្ញុំដែលយើងមានទូនាទីឬក៏ទំនួលខុសត្រូវណាមួយក្នុងការដឹកនាំស្ថាប័នទាំងមូលក៏ទេដឹកនាំក្រុមការងារណាមួយក៏ទេដឹកនាំកម្រងណាមួយក៏ទេអាហ្នឹងគេហៅថាជាអ្នកដឹកនាំមួយរូបហើយមានមកដឹងទេពីទីសាសដែលទាំងលោកអ្នកបងប្អូនទាំងខ្ញុំដឹកនាំនោះមានពីទីសាសមួយចំនួនណាដែលវានឹងនាំឲ្យកិច្ចការងាររបស់ហ្នឹងคล้ายទៅជាកិច្ចការងារដ៏ល្អអាចារ្យហើយដែលឡែកក៏មានពីទីសាសមួយចំនួនទៀតដែលវានឹងនាំឲ្យយើងបានតែលទ្ធផលល្អធម្មតាតែប៉ុណ្ណោះផ្លាស់ប្ដូរពីទីសាសក៏ផ្លាស់ប្ដូរលទ្ធផលនៅក្នុងហ្នឹងជាលទ្ធផលនៃការស្វែងជ្រាវដែលគេបានស្វែងជ្រាវថាស្ថាប័នហើយរបៀបដែលយើងដឹកនាំស្ថាប័នហ្នឹងពេលដែលយើងដឹកនាំស្ថាប័នហ្នឹងទី1យើងអត់ដេញតាមភាពល្បីៗទេយើងអត់ចង់ល្បីទេវាមិនសំខាន់ទេទី2យើងចង់បានតែលទ្ធផលទេយើងសំដៅទៅលើលទ្ធផលមិនមែនសម្លឹងទៅមើលភាពល្បីល្បាញទេហើយទី3យើងមានទំនួលខុសត្រូវខ្ពស់ high responsibility យើងស្រឡាញ់ពាក្យហ្នឹងជាភាសាខ្មែរច្រើនជាងគឺទទួលទាំងខុសទាំងត្រូវនៅលើយើងអាហ្នឹងហើយជាបុគ្គលិកលក្ខណៈរបស់អ្នកដឹកនាំមួយរូបហើយពេលណាដែលយើងមានលក្ខណៈទាំងអស់នេះក្នុងការដែលយើងដឹកនាំស្ថាប័នក្រុមឬក៏កិច្ចការងារណាមួយលក្ខណៈទាំងអស់នេះគឺវានាំឲ្យកិច្ចការងារហើយស្ថាប័នទាំងអស់ហ្នឹងទៅคล้ายទៅជាស្ថាប័នដែលល្អមិនមែនធម្មតាទេប៉ុន្តែ from good to great តែម្ដងគឺល្អអស្ចារ្យហើយទី4ណាបង្កើតទម្លាប់ឬក៏សឹងតែคล้ายទៅជាមនុស្សដែលពូកែសរសើរហើយពូកែគ្រប់គ្រង
ក្រុមការងាររបស់ខ្លួនពេលដែលមានទម្លាប់ហើយបុគ្គលិកលក្ខណៈទាំង4នេះចាំបាច់ចូលគ្នាគឺនាំឲ្យទាំងស្ថាប័នកម្រងឬក៏ក្រុមការងារឬក៏កិច្ចការងារដែលយើងកំពុងតែកាន់ហ្នឹងវិវត្តពីល្អធម្មតាទៅជាអ្វីដែលល្អអស្ចារ្យតែម្ដងហើយខ្ញុំជឿថាមិនមានគ្រាន់តែខ្ញុំទេទាំងលោកអ្នកបងប្អូនសិតតែចង់បានបែបនេះហើយចំណុចទី2ធំសម្រាប់ស្ថាប័នដែលកំពុងតែវិវត្តទៅជាស្ថាប័នដែលល្អអស្ចារ្យគឺរបៀប operate របៀប execute របៀប take action ទៅលើការងារតែម្ដងទាំងខ្ញុំទាំងលោកអ្នកបងប្អូនយើងទទួលស្គាល់តែការដែលយើងសម័យខឿនការងារវាមួយយ៉ាងការដែលយើងរៀបផែនការដើម្បីធ្វើការងារក៏មួយយ៉ាងប៉ុន្តែទៅ execute ទៅ take action តែម្ដងហើយតាមអ្វីដែលគាត់បានសិក្សាស្រាវជ្រាវគាត់ឃើញថាក្រុមការងារដែលពូកែ take action ទៅលើការងារទី1គាត់មានវិន័យហើយទី2គាត់មាន focus គាត់មានវិន័យមានន័យថាមិនមែនគ្រាន់តែក្នុងស្ថាប័នដែលគេមានវិន័យឬក៏ច្បាប់ទម្លាប់សម្រាប់ស្ថាប័នតែប៉ុណ្ណោះទេប៉ុន្តែគាត់ក៏មានវិន័យសម្រាប់ខ្លួនគាត់ដែរសូមសួរលោកអ្នកបងប្អូនទោះបីជាខ្ញុំឥឡូវខ្ញុំសួរខ្លួនឯងតែម្ដងខ្ញុំធ្លាប់សម័យខឿនអីខ្លះកន្លងមកហើយច្រើនណាស់ខ្ញុំធ្លាប់និយាយតាមមានបំណងអីខ្លះច្រើនណាស់ធ្លាប់រៀបផែនការអីខ្លះច្រើនណាស់ប៉ុន្តែប្រហែលដែលបាន take action ហើយឲ្យវាคล้ายទៅជាលទ្ធផលផ្លែផ្កាតែម្ដងគឺវាទាមទារអីគេវាទាមទារការដែលយើងដាក់វិន័យទៅលើខ្លួនឯងទៅលើក្រុមទៅលើស្ថាប័នហើយទី2គឺបដោត focus ពេលខ្លះការដែលយើងបដោតមានន័យថាយើងកាត់ចោលអ្វីដែលនាំឲ្យបែកអារម្មណ៍វិញពេលខ្លះពេលដែលយើងនិយាយថា how to focus what to do to focus គួរតែធ្វើអីខ្លះដើម្បី focus ពេលខ្លះសាកសួរសំណួរនេះវិញតែគួរតែកាត់ចោលការបែកអារម្មណ៍អីខ្លះគឺបើគ្រាន់តែធ្វើហ្នឹងគឺមានន័យថាយើងចាប់ផ្ដើម focus ហើយនេះមិនមែនច្រើនតែជាទ្រឹស្ដីរបស់ Jesse ឬក៏អ្នកណាអីទេជាលទ្ធផលនៃការស្រាវជ្រាវក្រុមការងារដែលរបៀបដែលគាត់ធ្វើការគឺធ្វើការទាំង focus ផងទាំង discipline ផងគឺមានវិន័យផងបដោតផងគឺនាំឲ្យមិនមែនគាត់មានលទ្ធផលធម្មតាទេប៉ុន្តែនាំឲ្យមានលទ្ធផលដែលល្អអស្ចារ្យតែម្ដងសិតតែជាអ្វីដែលយើងក៏ចង់បានផងដែរទី3គឺពាក់ព័ន្ធជាមួយរបៀបធ្វើការជាមួយគ្នាជាក្រុមទាំងរបៀបចងក្រងក្រុមការងារតែម្ដងអ្នកណាក៏ដឹងថាគ្មានអ្នកណាបានលទ្ធផលធំតែឯងទេគឺតធ្វើការជាមួយគ្នា teamwork makes the dream work តែម្ដងប៉ុន្តែនៅក្នុងហ្នឹងក៏មានខុសការមួយចំនួនដែលគេបានសិក្សាស្រាវជ្រាវដែលនាំឲ្យមានលទ្ធផលជាក់លាក់ទៅលើរបៀបដែលយើងធ្វើការឲ្យចងក្រងក្រុមរបស់យើងគេប្រៀបធៀបចេះគេនិយាយថាការដែលយើងធ្វើការជាមួយគ្នាហាក់ដូចជាយើងឡានជិះឡានក្រុងមួយជាមួយគ្នាហើយឡានក្រុងហ្នឹងវាមានទិសដៅរបស់វាមានអ្នកដែលកាន់ចង្កូតផងហើយវាមានកៅអីឬក៏កន្លែងអង្គុយរៀងខ្លួនហើយមនុស្សគេមានកន្លែងដែលត្រូវបានកំណត់ថាត្រូវតែអង្គុយខុសការចេះ get the right people on the bus first ខុសការមានន័យថាធ្វើឲ្យម៉េចឲ្យក្រុមដែលយើងចង់ក្រងហ្នឹងណាធ្វើម៉េចជាមនុស្សដែលមានទឹកចិត្តមានចន្ទៈមានទឹកចិត្តហើយចន្ទៈដែលត្រឹមត្រូវហើយក៏មានសមត្ថភាពដែលត្រូវសម្រាប់ការងារហ្នឹងសិនធ្វើម៉េចបានហ្នឹងសិនក្នុងក្រុមដែលយើងចង់ក្រងបន្ទាប់ពីចង់ក្រងក្រុមនឹងហើយមានថាទឹកចិត្តហើយចន្ទៈដែលត្រឹមត្រូវបានឯកសម័យចិត្តថាណាគេធ្វើអីខ្លះ get the right people on the bus គេស្វែងយល់ថាស្ថាប័នហើយ
สถาบันมวยจำนวนบานแต่ละอธรรมดาเป็นคล้ายกว่าไอ้เพลย์ครูนำปีโคแกนน่ะไอ้จังกากว่าดักตูนตีเจและมนุษย์ปนัยมันประกาศตาเชีย the right person ดีชี skill person ชีมนุษย์ดำมีนจำเนียงวิการมีสมรรถภาพปนัยอัปประกาศตามมีนตักเจ็ดวิการจันเตะดาละอดาจำเจ้าสำหรับแกงเงินนั่นดีให้เป็นคล้ายเวประเจ้าบานแต่รัฐพลละอธรรมดาจับประดามช่วยมนุษย์ดำมีนตักเจ็ดให้จันเตะดาจำเจ้าให้สมรรถภาพกว่าอักเจ้าขนองสถาบันบอกยังบ้านกำหนดตูนที่วิการแกงเงินดากว่าเจ้าได้ทั่วกตาที่บุญเจ้ากตามวยดากู้ให้จับรอมให้ก็เชียการรำลึกดาน้อมไอสถาบันมันตาทมก็ได้มันตาตุยก็ได้วิวัฒน์ปีจำแต่ละอธรรมดาตัวเชียละออาจารย์ธรรมดองเชียกาเปล่าแปรปัจจัยกเตจอมเป้จอมกันเลยเสร็จจอมกันแรงดาตัวแกโอ้บางนี้อันปีปัจจัยกเตสมัยก่อนนี่มันตา AI กันได้มันตาปัจจัยกเตดำเนินดาวเตเตียร์เบสบอลหายปัจจัยกเตมันเมนเชียดำนอสายแต่มวยกึดตามระยะการสาวชิว from good to great นี่ที่สายยูดาปัจจัยกเตมันเมนเชียดำนอสายแต่มวยกึดสำหรับสถาบันดาวกำปุงได้ประชมหนังปัญหามวยจำนวนปัญหาใบยืนแจ็คปลาปัจจัยกเตจอมเปลจอมกันเลยแต่เสร็จจอมสถานภาพดาจำใบนู้เวียนน้อมเอาลัทธิพอให้ประสิทธิภาพขนองสถาบันการได้ปหุกุลลันไอ้วิคุไอ้จับรองจำนัดที่มวยแปะปอนชมวยระเบียบดักน้องดาละอจำนัดที่ปีระเบียบ operate ดาละอระเบียบปฏิบัติการดาละอขนองสถาบันจำนัดที่ใบแปะปอนชมวยจันเตะตักเจ็ดบอกกรมแกงเงี้ยแต่ยังจ้องกรองให้ยังทัวร์ชมวยขี้เนี่ยปัญหาจำนัดที่บ้วนแปะปอนชมวยปัจจัยกันเตะอันนี้กูชี้รัฐพลในแค่สาวชิวตั้งปีสถาบันดำเมียนจ้องมา100 ឆ្នាំមុននោះគេសិក្សាជា1500ស្ថាប័នហើយប្រៀបធៀបមេបានស្ថាប័នខ្លះចាប់ផ្ដើមដំណើរគ្នាវិស័យដូចគ្នាដាំទុនដំបងប្រហាលគ្នាខ្លះល្អប៉ុន្តែធម្មតាទេហើយខ្លះល្អចាស់គេរកឃើញ4ចំណុចនេះកត្តាទាំង4នេះចូលបលនបងប្អូនក្នុងជីវិតរបស់យើងក៏ដីក្នុងកិច្ចការងារដែលយើងធ្វើក៏ដីកិច្ចការងារធំដុំក៏ដីបើយើងមានទំនួលខុសត្រូវដ៏ធំឬការនៅក្នុងកិច្ចការងារតិចតួចដូចតែដែលយើងធ្វើចុះបើយើងអនុវត្តខុសការទាំង4នេះតើនឹងមានអីកើតឡើងខ្ញុំជឿចិត្តហើយក៏រំពឹងទុកជាមុនតែលទ្ធផលដែលនឹងបានមកនឹងមិននាំឲ្យខកចិត្តទេហើយក៏នឹងមិននាំឲ្យបានតែធម្មតាទេចុះបើតិចនាំឲ្យយើងបានលទ្ធផលលើសពីអ្វីដែលយើងបានរំពឹងនោះទៅទៀតដែលយើងហៅថាជាលទ្ធផលដែលល្អអស្ចារ្យតែម្ដងដូច្នេះខ្ញុំសូមបបួលលោកអ្នកបងប្អូនជាមួយខ្ញុំហើយជាពិសេសជាមួយនឹងធនាគារ APD តោះយើងតម្រង់ទិសចំពោះទៅកាន់លទ្ធផលដ៏ល្អអស្ចារ្យជាមួយគ្នា